មកផាញអំពីការកែពណ៌បែបនេះទៅជាបែបនេះគឺយើងកែនៅក្នុង footage S-Log3 ហ្នឹងហើយរបស់ Sony កាមេរ៉ាហើយហ្នឹងហើយនេះគឺ Note ទាំងប៉ុន្មាននេះ4 6ហ្នឹងហើយទី1គឺ Note ទី1គឺខ្ញុំប្រើនេះខ្ញុំ color transform វាមកហ្នឹងហើយនេះនេះយើង input color space វាមកគឺយើង search នៅក្នុង effect ហ្នឹងយើង search color space transform មកតើមកវាមាន effect មួយយើងទាញចូល Note ហ្នឹងមកហ្នឹងហើយតើមកយើងដាក់ color space ដែលយើងបានថតហ្នឹងមកនេះហើយយើង convert វាមក Resident Online មកហ្នឹងហើយទី2គឺយើង adjust exposure ហ្នឹងហើយនេះហ្នឹងហើយខ្ញុំដូចជាបន្តិចទេដូចជាអត់មានកន្លែងហ្នឹងអត់មានទាញអីច្រើនទេហ្នឹងហើយបន្តមកគឺខ្ញុំadjust swipe balance ហ្នឹងហើយនៅក្នុង primary ហ្នឹងហើយនេះនៅក្នុង primary ហ្នឹងហើយនេះខ្ញុំ adjust temperature មករៀង cool តិចមកឲ្យវាមើលទៅវារៀងwarm ពេកហ្នឹងហើយអញ្ចឹងមកវាបានបែបហ្នឹងហើយមកខ្ញុំglow effect ហ្នឹងហើយនេះអញ្ចឹងវាចេញបែបនេះ glow effect ហ្នឹងយើងអាច search បាននៅក្នុងហ្នឹងដូចជាមាននៅក្នុងversion 0និងversion ធម្មតាហ្នឹងហើយបន្តមកគឺខ្ញុំប្រើ halation នេះគឺដើម្បីឲ្យវា footage មើលទៅវា trim look ហ្នឹងហើយអញ្ចឹងយើងនេះយើង search មកប៉ុន្តែនៅក្នុង version ធម្មតារបស់ DaVinci ធម្មតាគឺអត់មានទេគឺមាននៅក្នុងតែ DaVinci 0ទេហ្នឹងហើយអញ្ចឹងយើងទាញតាមហ្នឹងមកហ្នឹងហើយធ្វើមិនឲ្យវាសមមកហ្នឹងហើយបន្តមកចុងក្រោយគឺខ្ញុំប្រើ LUT ហ្នឹងហើយប្រើហ្នឹងហើយប្រើ LUT នៅក្នុងនេះ film look គឺខ្ញុំប្រើ Fujifilm D60 នេះបាទហ្នឹងហើយបន្តមកយើង adjust វាតម្លាក់វាតិចមកនឹងតម្លាក់មកដល់500ម្ដងវាមកនេះវាពេញអញ្ចឹងយើងតម្លាក់តិចមកដើម្បីឲ្យវាមើលទៅវារៀងស្រាលកុំឲ្យវាល្ងឹតពេកហ្នឹងហើយអញ្ចឹងមកគឺវាបាន footage គឺបែបហ្នឹង